ខ្ញុំសូមជូនដំណឹងទៅវិញចំពោះបងប្អូនខ្លះកាសែតខ្លះរបស់ថៃដែលខំព្យាយាមថាកម្ពុជាអមនុស្សធម៌គ្រាន់តែឡានគេជាប់នៅនោះមុនថ្ងៃ23ក៏មិនអោយមកដែរខ្លឹមសារបានបញ្ជាក់ច្បាស់ហើយបើត្រឹមមួយឡានជាប់ត្រឹមថ្ងៃ23ថ្ងៃ25យើងឲ្យចេញយើងអត់ទុកទេអត់មានដឹកទំនិញតែនេះសុំ120គ្រឿងក្នុងមួយថ្ងៃដើម្បីដឹកទំនិញចេញចូលអញ្ចឹងនេះហើយជាលិខិតហើយលិខិតនេះផ្សាយចែកចាយទូទាំងប្រព័ន្ធមីឌាបងប្អូនណាខ្លះឃើញលិខិតបាទច្រើនតាមើលខ្លឹមសារទៅឥឡូវស្ដាប់មើលប៉ុណ្ណឹងតើនេះទៅចំណុចទី4គេមានភ្ជាប់ឲ្យរថយន្តដែលកៀងមែនប៉ុន្តែ3ចំណុចទី1អញ្ចឹងខ្ញុំសូមប្រាប់ទៅបងប្អូនទាំងអស់កម្ពុជាអត់លេងល្បែងទឹកទេកម្ពុជាចង់មានការបើកច្រកទៅធម្មតាវិញដើម្បីសម្រួលឲ្យប្រជាពលរដ្ឋប៉ុន្តែកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទេហើយកម្ពុជាអាចកំដររឿងនេះរហូតបាទរឿងនេះគឺសោនៅក្នុងភាគីថៃចាក់សោបើកដល់ឯកតោភាគីប្រកាសថានឹងបើកដោយស្ថានភាពមុនថ្ងៃ7មិថុនាឆ្នាំ2025ហើយនឹងមិនមានការបិទបើកយកច្រកព្រំដែនសេដ្ឋកិច្ចជាគំនាបសម្រាប់ធ្វើវិធានការនយោបាយនឹងទៀតទេទុកឲ្យប្រជាជនរស់នៅបានសេចក្តីសុខទៅហើយធានាច្បាស់លាស់អញ្ចឹង5ម៉ោងក្រោយយើងបើកទៅវិញដោយសារយើងមានឆន្ទៈមិនមានការធ្វើបែបណាធ្វើបាបប្រជាពលរដ្ឋទៅក្បែរទឹកថៃទៅព្រំដែននោះទេបាទនេះគឺជាការពិតឲ្យចំហយើងឲ្យច្បាស់